នេះធ្វើសាច់គោអាំងទឹកប្រហុកទិញ pre-skip មកយកមកប្រឡាក់មកអាំងតែយើងបានអាំងយើងចៀនប្រហែលជា6នាទីតែវានេះយើងនៅឆៅស្ទើអញ្ចឹងប្តីខ្ញុំគាត់ហាន់ថានៅឆៅអញ្ចឹងណាអញ្ចឹងមានតែថាន់ហើយយកទៅដាក់ microwave 2នាទីទៀតល្មមហ្មងហើយចំពោះទឹកប្រហុកខ្ញុំធ្វើឆ្ងាញ់មែនទែនបងប្អូនអើយឃើញទឹកប្រហុកក្នុងឆ្នាំងហ្នឹងឯងខាប់ថលហើយឆ្ងាញ់ហ្មងតនីថាមានក្លិនស្អុយប្រហុកឲ្យចេញមកឈ្ងុយរបៀបស្អុយដែររបៀបស្អុយឈ្ងុយរបៀបប្រហុកយើងញ៉ាំឆ្ងាញ់អត់មានធំចេញមកស្អុយយ៉ហ្មងអត់ទេកូនខ្ញុំថាឆ្ងាញ់មែនតើគាត់ធ្លាប់ញ៉ាំរបស់គេអត់ចឹងណាហើយខ្ញុំធ្វើឲ្យខ្ញុំដាក់គ្រឿងតែថែមខាងក្រៅព្រោះយើងធ្វើទៅប្រហុកអត់ចាំបាច់ដាក់គ្រឿងចូលហ្មងយើងទុកបានយូរចឹងខ្ញុំដាក់ក្រូចឆ្មាហើយនឹងម្ទេសហើយនឹងខ្ទឹមសហើយនឹងគល់ក្រៃហើយស្លឹកក្រូចសើចហើយច្របាច់ក្រូចឆ្មាទៅឆ្ងាញ់មែនតើមើលទឹកប្រហុកមើលឃើញទេបងប្អូនហ្នឹងតំណហ្មងចាំមើលថ្ងៃណាតនេខ្ញុំធ្វើទឹកប្រហុកម្សាទៀតខ្ញុំថតវីដេអូរបៀបធ្វើទឹកប្រហុកខ្ញុំមកបានថតទៅរវល់តែឡាច់តែថតហ្នឹងគ្មានបានញ៉ាំទេរវល់ថតនឹងឯងតែឥឡូវអត់មានថតអីទាំងអស់ធ្វើហើយយកមកញ៉ាំតែម្ដងហើយលក់មានដូចជាតកួនសតសក់ទ្រាប់ស្រួយជីគ្រប់មុខជីអីក៏មានដែរបងប្អូនហើយជីផាហុំខ្ញុំចូលចិត្តញ៉ាំហ្នឹងជីថ្ពាល់ត្រីហ្នឹងណាហើយស្ពៃក្តោបអីហ្នឹងឯងបន្លែនៅអាកាំងមានតែប៉ុណ្្នឹងបើសិនមានតយងចេកមានអីទៀតញ៉ាំបានទិញណាអូយដាក់ស្ទាប់ទៀតឆ្ងាញ់មែនតើប៉ុណ្្នឹងឆ្ងាញ់ញ៉ាំឡើងហល់បងប្អូនស្មាតទោសខានញ៉ាំអាសាច់គោអាំងទឹកប្រហុកយូរព្រោះខ្ជិលធ្វើទឹកប្រហុកបងប្អូនទៅពេលធ្វើម្ដងស្អុយពេញផ្ទះអញ្ចឹងតែយើងធ្វើញ៉ាំឆ្ងាញ់ធ្វើខ្លួនឯងហើយស្មាតទោសខ្ញុំអត់ហ៊ានញ៉ាំទឹកប្រហុកគេធ្វើអ្នកខ្លះធ្វើទិញមកទឹកប្រហុកប្រហុកកែវនៅស្ទរអាស៊ីសុំស្អុយស្មាតលក់នៅស្ទរអាស៊ីខ្ញុំអត់ហ៊ានញ៉ាំទេបងប្អូនខ្ពើមកស្អុយបើខ្ញុំយកមកពីខ្មែរខ្លួនឯងខ្ញុំហ៊ានញ៉ាំណា